ចូលឆ្នាំគេតែងខ្លួនស្អាតទៅដើរលេងខ្ញុំក៏បានតែងខ្លួនស្អាតនឹងគេដែរបងប្អូនតែអត់មានបានដើរទៅលេងណាទេគឺនៅហាងលក់ធម្មតានៅតែផ្ទះបាយនឹងឯងធ្វើម្ហូបលក់ផងធ្វើម្ហូបឲ្យអ្នកផ្ទះញ៉ាំផងហើយមិនចង់ដើរលេងទេណាបងប្អូនគឺខ្ញុំចង់ដើរលេងដូចគេដូចឯងណាតែបងប្អូនដឹងហើយថាខ្ញុំនឹងគឺបើកហាងលក់អាហារលក់ម្ហូបកន្លែងកំសាន្តហើយមួយឆ្នាំហ្នឹងគឺលក់ដាច់តែពេលដែលមានបុណ្យទានឬមួយក៏ឈប់សម្រាកចូលឆ្នាំអីនឹងឯងដែលខ្ញុំលក់ដាច់ហើយបើសិនជាខ្ញុំបិទហាងហ្នឹងគឺវាស្ដាយអត់ចង់បិទទេអ្នកលក់ម្ហូបអាហារអ្នករស់ស៊ីគឺដឹងហើយលក់ដាច់តែពេលបុណ្យទានចូលឆ្នាំអញ្ចឹងឯងហើយបើថាធម្មតាវិញលក់មិនសូវដាច់ទេអញ្ចឹងយើងចេះតែខំប្រឹងអាពេលបុណ្យទានហ្នឹងទោះបីចង់ដើរលេងនឹងគេចង់ទៅណាមកណាជាមួយនឹងគេក៏សុខចិត្តថាអត់ទៅទេចាំចូលឆ្នាំហើយបុណ្យទានចប់អីហើយបានយើងទៅហើយអ្នករស់ស៊ីលក់ដូរគឺចង់ឲ្យតែលក់ដាច់មានភ្ញៀវទិញច្រើនហ្នឹងគឺថាសុបាយចិត្តខ្លាំងណាស់បងប្អូនមិនថាខ្ញុំមិនថាគេទេប៉ុន្តែនៅពេលដែលបងប្អូនគាត់មកច្រើនពេកគាំទ្រច្រើនពេកលក់ដាច់ច្រើនពេកនេះក៏ធ្វើឲ្យខ្ញុំអត់សុបាយចិត្តដែរបងប្អូនមូលហេតុដែលខ្ញុំអត់សុបាយចិត្តហ្នឹងគឺបងប្អូនមកច្រើនពេកធ្វើឲ្យខ្ញុំនឹងទទួលបងប្អូនអត់ទាន់ទាំង order អញ្ជើញបងប្អូនចូលតុទាំងម្ហូបកំងម្ហូបចេញយឺតយ៉ាវអីហ្នឹងគឺថាមានគ្រប់សពតែម្ដងមិនមែនពួកខ្ញុំមិនចង់ធ្វើការឲ្យវាលឿនលះតាន់ចិត្តទេបងប្អូនគឺចង់ខ្លាំងមែនតើអ្នកនៅក្នុងហាងបុគ្គលិកជិត10នាក់ជាង20នាក់ហើយទាំងអ្នកផ្ទះទៀតគឺចេញមកជួយគ្រប់គ្នាបើថាខ្ញុំវិញគឺថាចូលគ្រប់ផ្នែកហ្មងចុងភៅនៅពេលដែលពាក់ម្ហូបកំងគឺម្ហូបគឺ order ច្រើនមែនតើមកតុកគឺសិតតែជិត10មុខឯណោះពេលដែលភ្ញៀវគាត់ order ច្រើនហ្នឹងគឺយើងធ្វើតាមលេខរៀងម្ហូបម្នាក់មកតុកអញ្ចឹងគឺគ្រប់ផ្នែកទាំងអស់គឺចូលចេញមកតុកហើយបានយើងចូលមកតុកទៀតអញ្ចឹងក្នុងមកតុក4 10មុខអញ្ចឹងតោះតែយើងចេញម្ហូបរបស់គាត់ហើយបានយើងអាចចូលតុកទី2តុកទី3តាមលេខរៀងអញ្ចឹងទៅហើយនៅពេលដែលបងប្អូនមកតគ្នាហើយមកជន់គ្នា10 20 30តុកនៅក្នុងហាងខ្ញុំគឺសរុបទាំងអស់គឺ30តុកអញ្ចឹងគឺយើងធ្វើតាមលេខរៀងម្ដងមកតុកធ្វើឲ្យបងប្អូនដែលគាត់មកកំងឬមួយក៏មក order គឺគាត់រងចាំយូរមែនតើហើយមិនពួកខ្ញុំមិនចង់ធ្វើឲ្យវាលឿនទេណាបងប្អូនគឺចង់ប៉ុន្តែយើងពិតជាធ្វើអត់ទាន់ហើយក៏មានតែពាក្យថាសុំទោសនឹងអធិស្ឋានបងប្អូនមែនតើនៅពេលបុណ្យទានហ្នឹងសូមឲ្យបងប្អូនយោគយល់នឹងអធិស្ឋានមិនថាអ្នកផ្សេងឬមួយអ្នកណាទេគឺមកគឺតាមលេខរៀងដូចគ្នាអញ្ចឹងដោយសារពួកខ្ញុំនេះគឺធ្វើវាឡើងតន់ណាបងប្អូនមិនចង់ឲ្យបងប្អូនមកឲ្យថាអូមកកន្លែងហ្នឹងញ៉ាំអាហារញ៉ាំអីហើយយឺតយ៉ាវអីហ្នឹងគឺអត់ទេបងប្អូនគឺចង់តែចេញមកហូបឲ្យបងប្អូនលឿនអញ្ចឹងថ្ងៃធម្មតាវិញបងប្អូនមកដល់ភ្លាមពួកយើងចេញធ្វើភ្លាមមកហូបសម្រាប់មកតុក2តុកហ្នឹងគឺលឿនទេបងប្អូនតែនៅពេលដែលច្រើនខ្លាំងពេកយើងធ្វើអត់ទាន់ចេះខ្ញុំវិញគឺថារត់ឡើងចង់ឈួតបងប្អូនមិនត្រឹមតែធ្វើម្ហូបនៅក្នុងហាងកន្លែងចុងភៅទេរត់មកបុកលហុងកន្លែងបុកលហុងនៅពេលដែលភ្ញៀវបុកចូលច្រើនកន្លែងបុកលហុងខ្ញុំរួចដែរពីផ្ទះបាយខាងចុងភៅគឺចូលមកជួយខាងបុកលហុងអាំងខ្យងចំហុយខ្យងអីនឹងបន្ថែមទៀតរត់ទៅរត់មកត្រូវខ្វះអ្នករត់តុកខ្ញុំចេញទៅរត់តុកផ្ទាល់ខ្លួនឯងទៀតចឹងបងប្អូនមកដល់ហាងវាស្រ័យគឺដឹងហើយថាខ្ញុំធ្វើគ្រប់មុខគ្រប់ផ្នែកហ្មងគឺអត់មែនថាតកែហើយនឹងអង្គុយលេងអង្គុយចាំ order អង្គុយចាំរាប់លុយភ្ញៀវឯណាគឺអត់ទេបងប្អូនគឺចេញជួយប៉ុណ្្នឹងហើយនៅតែមានបងប្អូនខ្លះគាត់អន់ចិត្តយឺតយូរអីចឹងអាតែចំណុចមួយហ្នឹងគឺខ្ញុំដឹងហើយខ្ញុំពិតជាអធិស្ឋានដោយសារយើងទទួលពិតជាអត់ទាន់ភ្ញៀវច្រើនលើសពីការរំពឹងទុកសំបីតែមហូបពេលខ្លះមកដល់អស់នេះអស់នោះមិនមែនយើងអ្នកនៅក្នុងហាងអត់ត្រៀមទេណាបងប្អូនគឺខ្ញុំត្រៀមមហូបច្រើនមែនតើគ្រាន់តែទូទឹកកកអស់ចូល5ទូដាក់ខ្លះសេមហូបដែលត្រៀមទទួលបងប្អូនប៉ុន្តែនៅពេលដែលបងប្អូនកំងតាំងពីព្រឹកម៉ោង8ព្រឹករហូតដល់ម៉ោង10យប់បងប្អូនគូថាមកឡើងពេញហាងចេញចូលមហូបដែលយើងបានត្រៀមហ្នឹងគឺថាលក់ដាច់អស់រលីងតែម្ដងណាបងប្អូនមិនថាសាច់មិនថាបន្លែទេគឺអស់គ្រប់មុខហើយអានពិតជាអធិស្ឋានបងប្អូនដែលគាត់មកពីចម្ងាយគាត់ចង់ញ៉ាំម្ហូបនេះម្ហូបនោះប៉ុន្តែទៅពេលមកដល់អស់ហ្នឹងគាត់ថាអើយខំមកពីឆ្ងាយហើយអត់បានញ៉ាំពិតជាអធិស្ឋានមែនតែនថ្ងៃធម្មតាឬមួយក៏បងប្អូនចង់ញ៉ាំបងប្អូនកក់មុននៅថ្ងៃធម្មតាគឺពិតជាមិនខ្វះទេប៉ុន្តែដល់ពេលថ្ងៃបុណ្យទានហ្នឹងគឺមានតែពាក្យថាអធិស្ឋាននិងសុំទោសបងប្អូនខ្លាំងមែនតែន